បងប្អូនដែលកើតនៅក្នុងឆ្នាំរកាត្រៀមទទួលនៅលាភសំណាងនៅក្នុងខែ3តាមពិតទៅនៅក្នុងខែមុនប្រសិនបើបងប្អូនជួបនៃឧបសគ្គនិងការចំណាយច្រើននៅក្នុងកំឡុងខែ2បងប្អូនត្រូវសម្គាល់មើលបន្តិចថានៅក្នុងដើមខែ3ដួងជតារបស់យើងនៅតែស្មុគស្មាញឬអត់បើក្នុងករណីនៅតែស្មុគស្មាញយើងអាចទៅស្រោចទឹកដើម្បីជំរះនៃចង្រៃខែចាស់ចេញដើម្បីឲ្យចូលដល់ខែថ្មីដួងជតារបស់យើងខ្ពស់ព្រោះនៅក្នុងខែ3បងប្អូនដែលកើតនៅក្នុងឆ្នាំរកាត្រូវមានជើងលេខដែលមានសំណាងភាគច្រើននៃអ្នកដែលកើតឆ្នាំរកាប្រសិនបើមិនត្រូវអំពើគេបិទមុខចាឬក៏អំពើមុនខ្មៅណាមួយទេនឹងអាចមានឱកាសទទួលបាននៅលាភសំណាងដោយសារខែនេះគឺជាខែនៃការចាប់លាភប្រគំទ្រព្យឬក៏ខែនៃការព្យាបាលរបួសចាស់អញ្ចឹងហើយនៅវេលាដែលខែចាស់យើងមានតែការចំណាយនិងការរាំងស្ទះចូលមកដល់ខែ3ជាខែថ្មីនេះច្រើនតែមានដំណើរនៃលាភចូលនិងមានការសង្គ្រោះត្រឡប់មកវិញបងប្អូនដែលជាអ្នករកស៊ីនៅក្នុងខែ3នេះបើកើតនៅក្នុងឆ្នាំរកាចាបងប្អូនព្យាយាមធ្វើចិត្តឲ្យរីករាយចាជ្រះថ្លាអារម្មណ៍ស្រស់ស្រាយនៅក្នុងការស្រូបលាភនិងស្រូបសំណាងបងប្អូនចុះញញឹមរាក់ទាក់ឲ្យបានច្រើនលាភសំណាងនឹងចូលមកកាន់តែច្រើនមកកាន់បងប្អូនលក់ដាច់ភ្ញៀវចូលទាំងចាស់ទាំងថ្មីព្រោះលេខយើងខ្ពស់អ្វីដែលគួរឲ្យបារម្ភគឺខ្លាចតែមានគេធ្វើអំពើបាត់មុខទេដែលធ្វើឲ្យគេឆ្នាំរកាដូចយើងគេលក់បានអាយើងរកាដូចគេយើងស្ងាត់ភ្ញៀវកន្លែងហ្នឹងត្រូវប្រយ័ត្នណាព្រោះរកាច្រើនតែមានគេចំណានច្រើនណាចាចំពោះអ្នកដែលជាអ្នកធ្វើការវិញនៅក្នុងខែនេះរាប់ថានឹងទទួលបានឱកាសនៅក្នុងការលេចធ្លោឬក៏បើមានរឿងអ្វីមួយកើតឡើងច្រើនតែមានគេជួយយកអាសានិងផ្ដល់ឱកាសថ្មីក្នុងករណីមួយដែលចង់បដូរការងារឬបង្កើតអាជីវកម្មថ្មីអីនៅក្នុងខែ3នេះរដ្ឋជាខែល្អធ្វើទៅទទួលបានពលឺទទួលបានលាភទទួលបានឱកាសថ្មីបងប្អូនដែលកើតនៅក្នុងឆ្នាំរកាបើសិនជាបងប្អូនមានបញ្ហាពីដើមខែព្យាយាមស្រោចទឹកជំរះរាសីឬក៏ជាយួនឬវត្ថុមង្គលណាមួយពាក់ជំរះចង្រៃនៅដើមខែដើម្បីឲ្យពាក់កណ្ដាលខែចុងខែគឺហេងខ្លាំងអូខេតែបើក្នុងករណីយើងបើកក្បាលដើមខែមកល្អខ្លាំងចាឲ្យប្រយ័ត្ននៅចុងខែវិញអញ្ចឹងយើងអាចត្រៀមស្រោចទឹកនៅពាក់កណ្ដាលខែឬចុងខែដើម្បីឲ្យពេញមួយខែគឺយើងហេងរហូតអូខេចាចំពោះបងប្អូនដែលចង់ឲ្យមានសំណាងខ្ពស់បងប្អូនកើតឆ្នាំរកានៅក្នុងខែ3លាបពេញមួយខែបងប្អូនខមមិនលេខសំណាង577ណាលេខ577គឺជាលេខល្អសម្រាប់បងប្អូនដែលកើតនៅក្នុងឆ្នាំរកានៅក្នុងខែ3គេហៅលេខលាបអញ្ចឹងដំណើរលុយរបស់បងប្អូនដែលកើតឆ្នាំរកានៅក្នុងខែ3នេះឃើញថាមានការចេញចូលមិនទៀងអញ្ចឹងព្យាយាមសន្សំហើយបើសិនជាអាចទិញមាសតិចតួចទុកតាមខ្លួនយកនៅហេងជារឿងល្អណាចាចំពោះស្នេហាបងប្អូនដែលមានគូសង្សារគួរព្យាយាមបើកចិត្តជជែកគ្នាឲ្យល្អបន្តិចព្រោះនៅក្នុងចន្លោះវេលានេះអាចនឹងមានគេថាម៉េចភាពល្អក់កកដោយសារតែមានភាពលាក់បាំងចាការប៉ះទង្គិចដោយការលាក់បាំងចំណុចណាមួយរវាងគ្នានឹងគ្នាឧទាហរណ៍លាក់បាំងរឿងលុយកាក់លាក់បាំងរឿងទំនាក់ទំនងខាងក្រៅលាក់បាំងរឿងគ្រួសារឬក៏លាក់បាំងនៃអ្វីមួយអាចញ៉ាំងឲ្យមានការប៉ះទង្គិចអញ្ចឹងបើកចិត្តជជែកគ្នានិយាយគ្នាឲ្យស្រួលបួលតើរក្សាភាពល្អបានតើបើសិនជាអ្នកនៅលាវវិញណាចាល្អដោយសារជើងលេខនៅក្នុងចន្លោះពេលនេះអាសាចេញដើរអាសាទៅក្រៅធ្វើខ្លួនឲ្យស្អាតបាតនិងទទួលបាននៅការចាប់អារម្មណ៍ឬក៏មានបុគ្គលណាមួយដែលគេណែនាំមនុស្សល្អឱកាសថ្មីនឹងមនុស្សដែលចូលមកជួយយើងបានជួយសង្គ្រោះយើងបានអញ្ចឹងអ្នកនៅលាវត្រៀមខ្លួនពួក2026អ្នកកើតនៅក្នុងឆ្នាំរកាមានឱកាសដល់គូខ្ពស់បើសិនជាធៀបនឹងឆ្នាំផ្សេងចាបើអ្នកដែលមានសង្សារឬក៏តាក់ទងគ្នាអានឹងប្រយ័ត្នប្រយែងបន្តិចតាក់ទងទៅនឹងរឿងចាចិត្តគំនិតនិងអកប្បកិរិយានិងការសេពគប់មិត្តរបស់គេដោយសារអីលេខភាគច្រើននាំគ្រោះឬក៏នាំឲ្យមានបញ្ហាវិវាទជាមួយគ្នាតាក់ទងទៅនឹងរឿងជាការសេពគប់នឹងឯងតែជារួមទៅអ្នកកើតឆ្នាំរកានៅក្នុងចន្លោះពេលនេះគឺជាខែមួយដែលរាប់ថាល្អឲ្យតែយើងប៉ះលើអំពើគេធម្មតាអំពើមុនខ្មៅវាជាអ្វីមួយយ៉ាងដែលបិទលើដួងចតាលើរឿងរាសីរបស់យើងតែកាលណាយើងប៉ះលើអំពើទោះបីលេខយើងល្អក៏
ទៅជាធ្លាក់ចុះបានដែរប្រៀបដូចកញ្ចក់ដែលថ្លាត្រូវផ្សែងខ្មៅបិទជិតមើលទៅអត់ស្អាតទេប្រឡាក់ដោយផ្សែងខ្មៅស្រមោះមើលទៅអត់ស្អាតវាជាអ្វីដែលអត់មានងៅហេងអត់មានរិស័យអញ្ចឹងយើងក៏ដូចគ្នានេះជាហេតុផលដែលខ្ញុំតែងតែលើកទឹកចិត្តឲ្យសិស្សគុណគ្រប់រូបត្រូវតែការពារខ្លួនឧទាហរណ៍ដូចជាបងប្អូនដាក់យ័ន្តព្រះអង្គវេស្សវណ្ណតាមទូរស័ព្ទឬយន្តព្រះអង្គកណេដើម្បីការពារខ្លួនដូចខ្ញុំអញ្ចឹងឬក៏បងប្អូនពាក់ខ្សែដៃពីសៀវ5ធាតុដើម្បីការពារខ្លួនឯងពេលទៅណាមកណាឲ្យមានរិស័យឬក៏ជាប្រភេទមន់ទេពដាក់ដើម្បីសង្កត់ផ្ទះសម្បែងកន្លែងរកស៊ីកន្លែងការងាររបស់យើងឲ្យមានឫទ្ធិដោយសារមន្តទេពតំណាងឲ្យដួងកែវឆ្នាំរកាអញ្ចឹងនៅពេលដែលឆ្លងកាត់ការធ្វើកិច្ចនឹងអភិសេកទៅញ៉ាំងឲ្យមានឫទ្ធិអំណាចនៅក្នុងការឃុំរក្សាការពារយើងអំពីអំពើបងប្អូនជឿទេអ្នកកាត់ឆ្នាំរកាច្រើនតែមានមារផ្ចាញ់ច្រើនបើធៀបនឹងឆ្នាំផ្សេងទោះបីយើងល្អជាមួយគេប៉ុណ្ណាក៏ដោយយើងព្យាយាមមិនសំសុខក៏គេនៅតែមកខំឌឺដងផ្លែផ្កាមួយបង្កាច់បងខូចចាំឈ្ងនេះចាំឆ្កឹះឆ្កៀលយើងឲ្យតែឃើញយើងឡើងមិនបានទេអញ្ចឹងអ្នកកាត់ឆ្នាំរកាប្រយ័ត្នឲ្យមែនទែនរឿងការពារខ្លួនអំពីផ្លូវក្នុងនឹងឯងហើយសិស្សគុណអ្នកគ្រូសូមបញ្ជាក់បើសិនជាមានយន្តព្រះអង្គកណេយន្តព្រះអង្គវេស្សវណ្ណឬក៏មានខ្សែដៃពីសៀវឬក៏មានសត្វទេពហើយកុំភ្លេចណាយកមកដើម្បីប្រសិទ្ធិនៅក្នុងខែ3ដោះអំណាចវិស័យឲ្យកាន់តែធំនោះនឹងទទួលបានលៀបកាន់តែខ្លាំងផុតអស់គ្រោះទាំងពួងចំពោះបងប្អូនដែលជឿជាក់លើអ្នកគ្រូហើយចង់អញ្ជើញមករកអ្នកគ្រូដោយផ្ទាល់បងប្អូនអញ្ជើញមកម្ដុំបូរីសម្បួរមាសផ្ទះលេខ 4F ផ្ទះអ្នកគ្រូមានរបងពណ៌សពីមុខណាបងប្អូនឬមួយក៏តាក់ទងតាម Telegram លេខ069 61 51 59ឬក៏ឆាតចូល Page ឬ Facebook ផ្ទាល់ខ្លួនរបស់អ្នកគ្រូឈ្មោះថា B Pingley បងប្អូនចង់អញ្ជើញមករកទស្សន៍ទាយធ្វើកិច្ចដោះអំពើបាបមុខឬក៏ជាវត្ថុមង្គលនានាអ្នកគ្រូស្វាគមន៍ជានិច្ចណាចាចំពោះបងប្អូនដែលចង់ជាវត្ថុមង្គលជាស័ព្ទប្រចាំឆ្នាំទាំង12ដើម្បីកាយឆុងឬក៏ជាខ្សែដៃ5ធាតុដោយអ្នកគ្រូកំពុងតែពាក់នេះឬក៏ចង់ជាយន្តផ្សេងបងប្អូនអាចតាក់ទងមកអ្នកគ្រូតាមរយៈ Telegram លេខ069 61 51 59ឬក៏ឆាតមកចូល account Facebook អ្នកគ្រូផ្ទាល់ក៏បានដែរ account ឈ្មោះ B Pingleyបញ្ជាក់ណាបងប្អូនរាល់វត្ថុមង្គលឬក៏សត្វទេពនិងវត្ថុទាំងឡាយដែលបងប្អូនជាវពីអ្នកគ្រូទៅនឹងមានការធ្វើកិច្ចអភិសេកឬក៏ប្រសិទ្ធិជាពិសេសទៅតាមឈ្មោះនិងលេខអត្តខែឆ្នាំរបស់បងប្អូនដើម្បីឲ្យកាន់តែមានឫទ្ធិពូកែស័ក្តិសិទ្ធិណាហើយមួយវិញទៀតបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូដើម្បីរកអ្នកគ្រូទស្សន៍ទាយធ្វើកិច្ចលើកជាអ៊ុនកាយរាសីកាយឆុងឬក៏ធ្វើកិច្ចដាក់អំពើបាបមុខបើករកស៊ីឬក៏ដាក់អំពើដើម្បីឲ្យជាពីជំងឺផ្សេងបងប្អូនក៏អាចតាក់ទងមកអ្នកគ្រូបានដូចគ្នាណា